បានហើយសួស្តីបងប្អូនអ្នកគ្នាជាទីគោរពនឹងរាប់អានហើយបងប្អូនអ្នកគ្នាយើងថ្មីនេះកំពុងតែមានការផ្ទុះរឿងតាក់ទងជាមួយនឹងរឿងបាទបងប្រុសលឹមតិចមេងបងប្អូនអ្នកគ្នាដែលមានបរិសម្នាក់មកថាខ្លួនគឺជាគូស្នេហ៍របស់បងប្រុសលឹមតិចមេងបងប្អូនអ្នកគ្នាហ្នឹងហើយអញ្ចឹងតាក់ទងជាមួយនឹងសាច់រឿងលម្អិតសូមបងប្អូនចូលទៅតាមដានទស្សនាជាមួយនឹង admin ទាំងអស់គ្នាបងប្អូនណាថាតើរឿងនឹងវាទៅជាយ៉ាងណានោះបងប្អូនណាហ្នឹងហើយព័ត៌មានមករា TV News ទាំងអស់គ្នានៅវេលាម៉ោង 6:30 នាទីយប់ដែលត្រូវថ្ងៃទី23ខែតុលាឆ្នាំ2025ដោយរូបខ្ញុំបានមករាកំពុងតែស្ថិតនៅបុរីមួយកន្លែងដែលបងប្អូនបានដឹងហើយគឺមុននេះបន្តិចគឺបងប្រុសលឹមតិចមេងបានផ្សាយផ្ទាល់ឬភ័យផ្លូវការរបស់គាត់តាក់ទងនឹងបរិសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណក៏ដូចជាមកធ្វើសកម្មភាពថតលើផ្ទះរបស់គាត់ក៏ដូចជាធ្វើការបង្ហោះខ្លឹមសារការពីកន្លងទៅតាក់ទងនឹងរឿងស្នេហាត្រីកោណជាមួយនឹងគាត់ក៏ដូចជាស្នេហាជាមួយនឹងគាត់នឹងព្រមទូទស្សនិកជនយើងតែបងលឹមតិចមេងគាត់បានបញ្ជាក់ហើយថាអត់មានអីតំណងជាមួយនឹងគាត់ទេហើយព័ត៌មានស៊ីជម្រៅយ៉ាងណាវិញនោះក្រុមការងារនឹងធ្វើការសាកសួរទៅកាន់បងលឹមតិចមេងក៏ដូចជាធ្វើការសាកសួរបង្គោលខាងលើនេះផងដែរបាទមើលបងរឿងអីដែរបរិះខាងលើនឹងមកផ្ទះបងលូបមើលឋានបងថតសកម្មភាពអីខ្លះបងនឹងឲ្យបងប្អូនអ្នកគ្នាអញ្ចឹងសម្រាប់តកតងជាមួយនឹងសាច់រឿងលំអិតអញ្ចឹងគឺមានតែបងប្អូនអ្នកគ្នាគឺចូលទៅតាមដានទស្សនាជាមួយនឹង admin ទាំងអស់គ្នាបងប្អូនណាព្រោះដោយសារអីនេះគឺជាការសម្ភាសផ្ទាល់ជាមួយនឹងបងប្រុសលឹមតិចមេងបងប្អូនអ្នកគ្នានឹងឲ្យតោះឥឡូវយើងទៅស្ដាប់ជាមួយនឹង admin ទាំងអស់គ្នាបងប្អូនណាតាមពិតទៅបុគ្គលនេះគាត់បំពេញឯកជនភាពរបស់ខ្ញុំយូរហើយចូលជាកាន់ឆ្នាំហើយកន្លងមកហ្នឹងបងប្អូនយើងជាពិសេសអ្នកតាមដានរបស់ខ្ញុំគាត់ដឹងហើយថាគាត់ផុសអីគាត់លៀបពណ៌គាត់ថាខ្ញុំហ្នឹងប្តីគាត់ថាខ្ញុំហ្នឹងមានតំណែងតំណងស្នេហាក៏ដូចជារួមភេទហើយមិនមានទំនួលខុសត្រូវអីចឹងទៅគាត់ផុសជាសាធារណៈបាទផុសជាសាធារណៈនៅលើបណ្ដាញសង្គមអាហ្នឹងទី1វាពាក់ព័ន្ធជាមួយនឹងបើច្បាប់ណាពាក់ព័ន្ធជាមួយនឹងបទល្មើសបច្ចេកទេសហើយមួយទៀតគាត់លៀបពណ៌ខ្ញុំទៅពីអញ្ចឹងហើយមិនតែប៉ុណ្្នឹងឯងគាត់ជេរប្រមាថខ្ញុំជេរប្រមាថហ្នឹងខ្ញុំដាក់ពាក្យប្តឹងហើយម្ដងហើយការពីមុនខ្ជុំយើងដាក់ទៅសមត្ថបាទដាក់ទៅមេធាវីដាក់ទៅហើយបន្ទាប់ពីដាក់ហ្នឹងក៏មានរួមនៅក្នុងនឹងទាំងអស់ពាក្យបណ្ដឹងទាំងអស់មានបំពេញសិទ្ធិឯកជនភាពហ្នឹងហើយលៀបពណ៌យើងអីហ្នឹងគឺយើងបានតែសេចូលអស់ហើយបន្ទាប់ពីយើងដាក់ពាក្យប្តឹងហ្នឹងហើយគាត់ក៏លុប account លុបវីដេអូលុយបាទលុបអស់អញ្ចឹងទៅមេធាវីរបស់ខ្ញុំគាត់ក៏ថាអញ្ចឹងប្រហែលជាគាត់កែហើយយើងក្នុងនាមជាមនុស្សដូចគ្នាក្នុងនាមជាតារាយើងគួរតែទុកបាទក្នុងនាមជាខ្មែរដូចគ្នាយើងគួរតែទុកគេហៅថាឱកាសឲ្យគាត់ឲ្យគាត់កែខ្លួនហ្នឹងទៅខ្ញុំក៏អូខេខ្ញុំតាមមេធាវីណាព្រោះស្ងាត់អស់ហើយតែមកដល់ថ្ងៃហ្នឹងបន្ទាប់ពីប្រជុំហើយឥឡូវហ្នឹងមកដល់មុខផ្ទះហ្មងនៅតែបន្តឲ្យមុនហ្នឹងខ្ញុំអត់ដឹងទេដោយសារគាត់មកដល់កលៀតនេះផ្ទះខ្ញុំនៅនេះហើយគាត់ថតផ្ទះខ្ញុំហើយគាត់ផុសហើយគាត់ទៅសេ caption ថាពេលណាប្តីណានៃអញ្ចឹងណាថាខ្ញុំនឹងប្តីអញ្ចឹងទៅហើយក៏ក្រុមការងារខ្ញុំនឹងតំណែងមកប្រាប់ថាទៀតហើយខ្ញុំចុះមកប៊ីមិនតាន់ណាដល់ពេលខ្ញុំចុះមកឃើញតាន់ខ្ញុំក៏ឡាយទៅជាប់ហ្មងជាប់អញ្ចឹងទៅហើយក៏ខ្ញុំកំពុងតែចាំខាងសមត្ថកិច្ចខាងអីឲ្យគាត់មកដើម្បីដោះស្រាយហើយយកទៅខណ្ឌយកទៅអីអញ្ចឹងណាដើម្បីដោះស្រាយចេញព្រោះពាក្យបណ្ដឹងពីអីមេធាវីអីកដាស់អីខ្ញុំមានអស់ហើយបងបង្គោលនឹងតែងតែមកផ្ទះបងជារឿយឬក៏មកជាលើកទីប្រហែលហើយក្នុងមិនដឹងថាជារឿយឬក៏ពីរបីដងឬក៏មិនទេប៉ុន្តែខ្ញុំតន់3ដងហើយលើកទី1មកថតរូបមុខផ្ទះខ្ញុំហ្នឹងខ្ញុំអត់តន់ទេខ្ញុំចាប់អត់បានទេលើកទី2មកថតវីដេអូនៅហ្នឹងទៀតខ្ញុំចាប់អត់តន់ទៀតតែខ្ញុំដាក់ពាក្យបណ្ដឹងលើកទី2លើកទី3ហ្នឹងអាហ្នឹងដែលខ្ញុំតន់តែអ្វីដែលខ្ញុំអត់ដែលតន់ថាគាត់ធ្លាប់មកអត់ទៀតហ្នឹងខ្ញុំអត់ដឹងទេពេលដែលគាត់មកកន្លងមកហ្នឹងគាត់មានគ្នាគាត់ឬមកដល់ហើយហ្នឹងក៏អត់ច្បាស់ដែរបងអត់ច្បាស់ដូចគ្នាប៉ុន្តែលើកហ្នឹងខ្ញុំតន់ម្នាក់ឯងអញ្ចឹងម្នាក់ឯងហើយនេះម៉ូតូគាត់ម្នាក់ឯងណាបាទអញ្ចឹងនេះម៉ូតូរបស់គាត់បាទនេះម៉ូតូរបស់គាត់បាទគាត់ប្រើទូរស័ព្ទមួយគ្រឿងហ្នឹងដើម្បីថតផ្ទះបងសកម្មភាពយ៉ាបងហ្នឹងហើយហើយតែជាក់ស្ដែងមួយទៀតហ្នឹងគឺខ្ញុំបាទនេះអត់ដែលស្គាល់គាត់ទេបាទអត់ដែលស្គាល់គាត់ទេហើយហ្នឹងជាមូលហេតុឃើញទេដល់ពេលដែលគាត់ថាយើងប្តីគាត់ហើយយើងទៅបកស្រាយប្រាប់មហាជនដើម្បីអីយើងវាមានទៅបានអីទៅអត់ដល់ពេលអញ្ចឹងមកក៏ររឿងខ្ញុំធ្វើបាបខ្ញុំអញ្ចឹងឲ្យខ្ញុំមកឲ្យខ្ញុំស្បត់ដូចខ្ញុំបាននិយាយនៅក្នុង live ថាបងប្អូនយើងប្រុសជាពិសេសប្រុសអ្នកដែលបើសិនជាគាត់ធ្វើអញ្ចឹងដាក់ដូចខ្ញុំប្រយ័ត្នគាត់ថាប្តីហើយដល់ពេលយើងថាយើងអត់ស្គាល់គាត់ជិះទៅដល់ផ្ទះឲ្យស្បត់បាទប្រយ័ត្នប្រយែងមែនទេព្រោះបើតាមខ្ញុំដឹងមកគឺមែនតែខ្ញុំទេបាទដូចជាមានធ្លាប់អ្នកមានរងគ្រោះបែបហ្នឹងខ្លះដែរហើយអញ្ចឹងថាជាមិនមែនតែខ្ញុំទេអញ្ចឹងខ្ញុំសង្ឃឹមថានេះមិនរឿងនិទានមិនប្រេងទេណាបងប្អូនណារឿងអញ្ចឹងគឺមានមែនរឿងអញ្ចឹងគឺមានមែនខ្ញុំអត់ដែលស្គាល់ទេហើយមិនដឹងថាគាត់មានបំណងអីអ្វីដែលសំខាន់គឺយើងអត់ដឹងថាគាត់មានបំណងអីកន្លងមកដែរធ្លាប់ជួបមុខបងអត់ដែលខ្ញុំអត់ដែលឃើញខ្ញុំអត់ដែលស្គាល់អត់ដែលជួបទេអត់ដែលជួបទេបាទខ្ញុំជួបខ្ញុំឃើញតែពេលដែលគាត់លាបពណ៌ខ្ញុំនឹងបរោយគាត់ថាខ្ញុំប្តីនឹងបរោយហើយខ្ញុំដាក់ពាក្យបណ្ដឹងនឹងបរោយ
ហើយដល់ បាទនៅបងប្អូនអ្នកគ្នាអញ្ចឹងនេះគឺជាសាច់រឿងលម្អិតរបស់បងប្អូនអ្នកគ្នានៅពេលដែលបងប្អូនបានស្ដាប់ជាមួយនឹងសាច់រឿងលម្អិតដែរតើបងប្អូនអ្នកគ្នាគិតយ៉ាងណាដែរចំពោះរឿងនឹងសម្រាប់ admin គឺចង់កាំងបងប្អូនអ្នកគ្នាពលរដ្ឋអីតាក់ទងជាមួយសាច់រឿងនេះដូចរឿងប្លែកបន្តិចដែរបងប្អូនណាហ្នឹងហើយវាមិនមែនថាវាប្លែកប៉ុន្តែគាត់ថាវាយូរមានមួយរឿងអញ្ចឹងបងប្អូនណាហ្នឹងហើយឥឡូវសម្រាប់នៅក្នុងសាច់រឿងហ្នឹងយើងមានតែបន្តទៅនឹងការស្ដាប់បន្តទៅទៀតដើម្បីឲ្យយើងដឹងព័ត៌មានលម្អិតដឹងសាច់រឿងលម្អិតថារឿងហ្នឹងវានឹងយ៉ាងណាឬក៏វាយ៉ាងម៉េចអីចឹងបងប្អូនអរនេះតោះឥឡូវទៅបន្តទៀតបងប្អូនពេលឃើញផ្ទាល់ម្ដងហ្នឹងឃើញពេលហ្នឹងបណ្ដោយឃើញផ្ទាល់ហើយបាទយើងអត់ដឹងអីទាំងអស់ណាបាទបងខ្ញុំសុំលើកលេខមួយប្រិមត្តទូជនបាទគឺបងប្រុសលឹមតិចមេងគាត់បានបកស្រាយនៅការផ្សាយនឹងហើយថាបង្គោលខាងលើហ្នឹងគឺមិនដែលធ្លាប់មានប្រវត្តិតាក់ទងលក្ខណៈថាជាមិត្តភ័ក្តិក៏ដូចជាស្នេហាក៏ដូចជារឿងអីផ្សេងគាត់អត់មានការតំណែងជាមួយគ្នាឡើយគណៈពេលដែលបង្គោលខាងលើហ្នឹងគឺបានមកក៏ដូចជាធ្វើការថតផ្ទះគាត់ក៏ដូចជាធ្វើការបង្ហោះខ្លឹមសារតាក់ទងជាមួយនឹងបងលឹមតិចមេងនេះផ្ទាល់តែម្ដងហើយក្នុងថ្ងៃនេះថ្ងៃទី23ខែតុលាឆ្នាំ2025ខាងលើនេះក៏បង្គោលនឹងដដែលហ្នឹងគឺបានមកធ្វើសកម្មភាពមានទូរស័ព្ទចំនួន1គ្រឿងហើយក៏ដូចជាថតសកម្មភាពនៅផ្ទះគាត់នេះហើយបាននិយាយអីខ្លះក៏យើងអត់ទាន់ដឹងដែរព្រោះទូទស្សនិកជនយើងបាទបងអាចសាកសួរគាត់បានអត់បងសិនសុកអាចចូលទៅសួរគាត់បានអត់បងអត់ទេខ្លាចម្ចាស់ផ្ទះគាត់អត់ឲ្យចូលម្ចាស់ផ្ទះអត់អីទេបាទឥឡូវខ្ញុំសុំសិតបានថតនៅក្នុងផ្ទះគាត់ហើយបងប្រុសជំរាបសួរបងអាចបកស្រាយបានទេបងជំរាបសួរបាទបងជំរាបសួរបងអាចបកស្រាយបានទេថាតើបងមកផ្ទះបងប្រុសលឹមតិចមួយនេះគោលបំណងអ្វីក៏ដូចជាការបង្ហោះខ្លឹមសាររបស់បងនេះគោលបំណងអ្វីដែរបងប្រុសណែបងប្អូនទាំងគ្នាឥឡូវយើងចូលទៅស្ដាប់ជាមួយនឹងការបកស្រាយរបស់បុគ្គលម្នាក់ទៀតភាគីម្ខាងទៀតបងប្អូនណានឹងថាតើមូលហេតុអ្វីបានជាមានរឿងនឹងកើតឡើងហើយក៏ព្រោះតែដោយសារអ្វីអញ្ចឹងបងប្អូនទាំងគ្នាអញ្ចឹងតើតើជាមួយនឹងសាច់រឿងហ្នឹងគឺអត់ប្របាក់ទេព្រោះដោយសារអីសម័យខ្លួននិងសម័យខ្លួនគឺពីរអ្នកនៅទល់គ្នាអញ្ចឹងតើតើការបកស្រាយគឺយើងអាចនឹងស្ដាប់យល់បងប្អូនទាំងគ្នាតើឥឡូវទៅស្ដាប់ជាមួយ admin បន្តទៀតបងប្អូនតាមពិតបងគ្រាន់តែខ្ញុំស្រឡាញ់គាត់តែបើសួរថាខ្ញុំនិយាយពីរឿងតាំងពីដើមមកមិនខ្ញុំបរោះមិនហ្នឹងស្រឡាញ់បែបលក្ខណៈបែបណាបងប្រុសខ្ញុំមិនមែនអ្នកគ្រប់ត្រទេបងតែខ្ញុំស្រឡាញ់ហ្មងយើងស្រឡាញ់គាត់ជាចង់សង្សារតែម្ដងណោះបាទតែបើសួររកផុសតាំងបាច់សួរទេព្រោះគេគិតថាខ្ញុំឈួតទេខ្ញុំនិយាយស្អីក៏មានអ្នកជឿដែរបងចាំបាច់ទេថាខ្ញុំឈួតចប់តែហ្មងបាទនិយាយមានណាគេជឿបើយើងចាប់ផ្ដើមលួចស្រឡាញ់របស់គាត់នេះតាំងពីពេលណាហើយបងប្រុសមិនត្រឹមលួចស្រឡាញ់ទេបងលឺពីនឹងទៀតមែនតាំងពីគាត់មិនទាន់ស្គាល់សិល្បៈបែបមុខទៅណាខ្ញុំ2000ឥឡូវខ្ញុំនិយាយអស់2014ខ្ញុំល្បីនៅពេញចិត្តអត់ My TV បាទបងឲ្យចូល tag មកឃើញបាទ2014ខ្ញុំល្បីនៅ My TV សលេង2បាទបងបាទយូរហើយគាត់ខ្ញុំអត់ច្រៀងខ្សែស្រាក៏ឈប់ទៅបាទបងបាទហើយសួរណាគេមិនស្គាល់ខ្ញុំហើយគាត់និយាយថាគេមិនស្គាល់ខ្ញុំមិនស្គាល់តាំងពី2014មកដល់ឥឡូវបាទហើយមកនិយាយចឹងអីណាបាទខ្ញុំនិយាយទៅគេថាឈួតទេចឹងខ្ញុំនិយាយទៅអីផងបាទចឹងមិនសុខចិត្តបងគាត់ប្លុកតែគាត់បដិសេធថាកន្លងមកគាត់មិនដែរស្គាល់បងក៏ដូចជាធ្វើការតំណែងជាមួយបងទេអានោះមកជឿគាត់ទៅខ្ញុំកុហកឲ្យថាខ្ញុំមិនជឿគាត់តែឥឡូវខ្ញុំមកធ្វើការសាកសួរបងភាគីទាំងសងខាងកុំឲ្យមានការចូលគុកព្រោះស្នេហាទេបងមិនខ្ញុំឈួតតែម្នាក់ឯងទេខ្ញុំឈួតទេមកសុកចិត្តលក់កិត្តិយសដើម្បីគាត់ដើម្បីស្រឡាញ់គាត់ដើម្បីឲ្យខ្មាស់គេនេះដើម្បីចូលគុកអាណាមិនស្រឡាញ់ផងមកធ្វើចឹងទៅអីចង់បានស្អីមកវិញឥឡូវនេះបានស្អីឥឡូវបានលុយហីបងបានល្បីគេជេរហ្នឹងមែនហើយម៉ែខ្ញុំនៅផ្ទះពងឈឺនោះខ្ញុំចង់បានលុយទៅឲ្យម៉ែខ្ញុំមែនមើលបងបើជាឲ្យស៊ីជំរឿទៅតើបានទេថាការតំណែងជាមួយបងនឹមតិចមួយហ្នឹងយ៉ាងម៉េចដែរខ្ញុំសុំមកនិយាយបងព្រោះគ្មានរូបភាពគ្មានភស្តុតាងអីទាំងអស់មានតែដេកមួយគ្នាថតបងអញចង់អញ្ចឹងមែនឥឡូវសួរមួយបើបងអញមានប្រពន្ធបងអញដែរថតទុកដែរយល់ហើយតែខ្ញុំនិយាយអញ្ចឹងណាអញ្ជើញខ្ញុំថាឈួតដែរឥឡូវបងអញអាណាដេកមួយគ្នាថតទៅស៊ីបាយមួយគ្នាថតគ្រប់ទៅថតទៅខតដល់មែនតិចបងបញ្ជាក់អាងថាបងធ្លាប់មានតំណែងជាមួយនឹងលោកលឹមតិចមេងពិតមែនតំណែងដែលបងអាងហ្នឹងតាំងពីឆ្នាំណាដល់ឆ្នាំណាដែរយូរបងនិយាយពីឆ្នាំអត់ចាំទេប៉ុន្តែយូរតាំងពីជំនាន់បើឥឡូវខ្ញុំនិយាយខ្លី2014ខ្ញុំល្បីនៅពេញចិត្តអត់ដូចជាសលេង2ស្រៀងបងរ៉ូលីនហ្នឹងជឿឆែកស៊ូបងល្បីស្គាល់ខ្ញុំច្បាស់ហ្មងអានោះសួរខ្ញុំបើខ្ញុំអត់ល្បីមុនគាត់ផងមិនខ្ញុំទៅស្គាល់គាត់កើតអញ្ចឹងតាំងឆ្នាំប្រហែលជាខ្ទង់ពីនងមកមែនបងប៉ុន្តែវាអត់ទៀងហ្មងអត់ទៀងម៉ោងទេអញ្ចឹងមកន័យថាទៀងឆ្នាំទេល្បាក់2011 2014មកដល់2000បានដែរបងមកឥឡូវយើងទៅសួរបងលឹមតិចមេងម្ដងទៀតសិនបងលឹមតិចមេងបងលឹមតិចមេងបងលឹមតិចមេងបងអាចបញ្ជាក់ជូនបន្ថែមតិចទេបងឥឡូវខ្ញុំតាមការខ្ញុំសាកសួរគាត់បន្ថែមនោះថាអី
ឥឡូវនេះចូលដល់ចំណុចដែលស៊ីជម្រៅឯងបងប្អូនអ្នកគ្នាយើងទៅដឹងសាច់រឿងទាំងអស់គ្នាព្រោះនៅពេលដែលភាគីមួយខាងទៀតបានបកស្រាយហើយឥឡូវយើងមកចូលដល់ជាមួយនឹងបងប្រុសលឹមទឹកមេងបន្តទៀតអញ្ចឹងយើងអាចដឹងព័ត៌មានឬយើងដឹងសាច់រឿងកាន់ច្បាស់បងប្អូនណាហ្នឹងហើយតើណាអានេះការតំណតំណងស៊ីជម្រៅលើសពីស៊ីជម្រៅតាំងពីចន្លោះ2014មុនបងចូលសិល្បៈទៀតតើរឿងនេះជាការប៉ັດទេបងប្រុស មិនមែនជាការប៉ັດ បាទ ការប៉ັດនោះគឺខ្ញុំអត់ដែរស្គាល់ បាទ ខ្ញុំទៅតែដឹងថាមានបុគ្គលហ្នឹងមករញ៉េរញ៉ៃក្នុងជីវិតខ្ញុំកំឡុងពេលដែលគាត់ផុសលៀបពណ៌ពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ទៅជាទម្លាប់បានធ្វើឲ្យ fan ខ្ញុំគាត់មានអារម្មណ៍អត់ល្អអត់ស្រួលក៏គាត់រាយការណ៍ទៅបាទខ្ញុំដឹងទេបាទខ្ញុំដឹងហើយរឿងដែលស្គាល់គាត់តំណាក់តំណងប្តីប្រពន្ធអីនោះគឺវែងឆ្ងាយទៅទៀតហើយខ្ញុំអត់ដែរស្គាល់ទេហើយខ្ញុំនិយាយនេះមិនមែនខ្ញុំរើសអើងភេទទី3ឬក៏អីទេតែខ្ញុំគឺជាមនុស្សប្រុស 100% ហ្មងមិនថាឡើយស្គាល់គាត់ទេសូម្បីតែអាដិតសង្សារជាមនុស្សប្រុសក៏អត់ដែលស្គាល់មានសូម្បីតែម្នាក់ផងអញ្ចឹងរឿងដែលគាត់និយាយនេះរឿងគាត់កំពុងតែបង្កើតនេះយើងអត់ដឹងច្បាស់ទេថាគាត់មានបំណងអីមិនដឹងថាគាត់បញ្ហាខួរក្បាលនេះឬក៏មិនឬក៏បំណងព្រោះអីបើពាក់ព័ន្ធជាមួយនឹងសំណេរឬក៏វីដេអូឬក៏ខ្លឹមសារនៃសាច់រឿងគាត់គឺដូចហ្មងហើយតសេអសមានខុសសូម្បីតែមួយពាក្យអញ្ចឹងយើងអត់ដឹងថាយ៉ាងម៉េចខ្ញុំអត់ដឹងដែរតែឥឡូវបងជាចុងក្រោយនេះបងមានអ្វីប្រាប់ទៅមហាជនក៏ដូចជាមានវិធានការអ្វីចំពោះលើបង្គោលខាងលើនេះដែលមកធ្វើសកម្មភាពចូលផ្ទះបងក្បែរផ្ទះបងនេះមកថតផ្ទះបងនេះមានការអញ្ញាតពីបងនេះតើបងមានអ្វីสนុំពរទៅសមត្ថកិច្ចដែរបាទខ្ញុំកំពុងតែចាំឲ្យสนុំពរទៅបងដែនសមត្ថកិច្ចឲ្យគាត់ជួយធ្វើការក៏ដូចជាបញ្ចប់ជាមួយនឹងសកម្មភាពបុគ្គលនេះជាមួយនឹងខ្ញុំបានហ្នឹងឲ្យចប់ត្រឹមប៉ុណ្ណឹងព្រោះដូចខ្ញុំនិយាយនៅក្នុង live មុនហ្នឹងអញ្ចឹងខ្ញុំអត់ចង់បានអីទេខ្ញុំអត់ចង់បានលុយកាក់អីទេខ្ញុំគ្រាន់តែចង់ឲ្យគាត់បើឈប់ជាមួយនឹងទង្វើនិងសកម្មភាពទាំងអស់ហ្នឹងហើយត្រូវតែមានគេហៅថាអ្វីមួយដើម្បីបញ្ជាក់ថាគាត់នឹងឈប់មានតែយកគាត់ទៅប៉ុស្តិ៍ទល់មុខគ្នាដើម្បីបញ្ជាក់ពីប៉ុស្តិ៍វិញបាទអត់មានប៉ុន្តែដូចមុនហ្នឹងអញ្ចឹងដូចបងឃើញអញ្ចឹងបើសិនជានិយាយគ្នានិយាយអត់ចូលហ្នឹងបងទៅសម្ភារបងឃើញហ៎និយាយអត់ចូលទេអញ្ចឹងខ្ញុំក៏អត់មានអីនិយាយជាមួយគាត់ដែរព្រោះខ្ញុំអត់ដឹងទៅនិយាយអីជាមួយអញ្ចឹងទេខ្ញុំមានតែចាំច្បាប់ដើម្បីឲ្យគាត់មកដើម្បីយើងដោះស្រាយតែម្ដងចុងបាទហើយបងប្អូននោះនេះអញ្ចឹងតើតើជាមួយនឹងរឿងហ្នឹងគឺមានតែបុគ្គលឲ្យបងដែលមានសមត្ថកិច្ចគឺជាអ្នករៀបចំហ្នឹងហើយព្រោះដោយសារអីកាលណាមានរឿងបែបហ្នឹងហើយយើងអាចដោះស្រាយបែបលក្ខណៈនេះបាននេះគឺមានផ្លូវច្បាប់បងប្អូននោះនេះណាបើយើងស្ដាប់ទៅអានេះវាប៉ះជាមួយនឹងសិទ្ធិឯកជនភាពគឺវាខ្លាំងណាបងប្អូននោះនេះហើយតើតើជាមួយនឹងការយករឿងបែបហ្នឹងយកមកនេះហ្នឹងក៏មិនដែលវាប៉ះពាល់កិត្តិយសខ្លាំងបងប្អូនអ្នកនេះអញ្ចឹងទុកឲ្យច្បាប់ជាអ្នកកាត់សេចក្តីតទៅជាមួយនឹងរឿងនឹងបន្តហ្នឹងហើយអញ្ចឹងក្នុងវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងចង់ចែកម្លែកទៅកាន់ពុកម៉ែមានបងប្អូនអ្នកនេះយើងសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូថ្មីក្រោយទៀតបាទសូមអរគុណសូមគោរពលា